ជំរាបសួរបងប្អូនទាំងអស់គ្នាភ្នែតអើយកូតបត់ស្រែងដែតព្រោះណាគាត់ចង់មកលេងអញ្ចឹងហើយមានបងប្អូនខ្លះគាត់ឆាតមកខ្ញុំហ្នឹងគាត់ថារៀនប្រមាណលោកគ្រូបងកុំហៅខ្ញុំគ្រូអីខ្ញុំអាចមានតិចតួចខ្ញុំជួយបង្រៀនបង្ហាត់ទាំងអស់គ្នាឲ្យចេះទាំងអស់គ្នាយើងថែរក្សាមរតកប៉ុន្តែបង្រៀនឲ្យត្រូវក្បួនណាបាទឲ្យត្រូវក្បួនមិនន័យថាទោះជាខ្ញុំចេះតិចមែនប៉ុន្តែខ្ញុំបង្រៀនយើងបង្រៀនឲ្យត្រូវក្បួនបាទក្បួនវាគឺយើងប្រើម្រាមកន្លែងណាគេហៅថាកៅអីកន្លែងណាគឺកន្លែងហ្នឹងយើងត្រូវអង្គុយដៃហ្នឹងណាឥឡូវខ្ញុំបង្រៀនដៃហើយបន្ទាប់មកខ្ញុំកូតហោមរោងបងប្រុសគាត់សំណុំពោបត់ហោមរោងណានេះហើយម្សិលឡើងបាន 9K ជាងពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនជួយគ្រប់គ្រងសម្រាប់ដែលអ្នកមិនចេះសោះណាខ្សែកឥឡូវបង្រៀនវគ្គដំបូងនេះប៉ុណ្ណឹងសិនបានហើយមកខ្សែឯកបលេងទាំងអស់ឯកសាថ្មីម្ដងទៀតខ្សែក3ម្រាមនោះបានហើយដល់ដៃនាងឈប់ហើយបលេងខ្សែឯកទៀតដល់កូនដៃបលេងកូនដៃបលេងដៃនាងបលេងដៃចង្អោលដៃកដាលបលេងដៃចង្អោលកខ្សែកប៉ុន្តែម្រាមដៃនាងហើយដៃកណ្ដាលដៃចង្អោលបលេងខ្សែកហ្នឹងណាជំនួយធ្វើរៀងល្មមដែលយើងស្ដាប់បានមិនលឿនពេកហើយក៏មិនយឺតពេកមិញហ្នឹងណាចាំមើលបងប្រុសគាត់ឆាតមកខ្ញុំថាលោកគ្រូយកថ្លៃប៉ុន្មានមករៀនចេះបាទខ្ញុំមានប្រមាណខ្ញុំបង្ហាត់ប៉ុណ្ណឹងប៉ុន្តែខ្ញុំមិនយកលុយទេបងប្អូនមកផ្ទះខ្ញុំមកខ្ញុំនឹងយកត្រោពីឲ្យពុកម៉ែបងប្អូនរៀនដៃអញ្ចឹងដល់ពេលចេះហើយយើងរៀនបត់ហោមរោងឥឡូវបត់ហោមរោងណាបន្ទាប់ពីយើងរៀនដៃហើយយើងលេងបត់ហោមរោង